ការពីឆ្នាំ1993ពេលនោះនាងខ្ញុំបានធ្វើការនៅក្រុមហ៊ុនមួយជារបស់បារាំងនាងខ្ញុំជាបុគ្គលិកបម្រើការនៅក្នុងការិយាល័យផ្ទះដែលជាទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុននោះជាផ្ទះឈើពីរខ្នងមានបរិវេណធំទូលាយព្រមទាំងមានដើមឈើនៅជុំវិញផ្ទះគួរឲ្យចង់រស់នៅជាន់ក្រោមគេបានរៀបចំធ្វើជាការិយាល័យការងារចំណែកជាន់លើធ្វើជាកន្លែងសម្រាកមានបន្ទប់ទាំងអស់ចំនួន4បន្ទប់ធំជាងគេជារបស់លោកអនុប្រធានភាសានៅមានបន្ទប់ទំនេរនៅឡើយលោកអនុប្រធានក៏អនុញ្ញាតឲ្យនាងខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយជាងគេរាល់ថ្ងៃសម្រាកផ្ទះនេះតែងតែស្ងាត់ព្រោះនៅចាំកន្លែងតែនាងខ្ញុំនិងចុងភៅពីរនាក់ទៀតតែប៉ុណ្ណោះបន្ទប់សល់ពីរទៀតនៅជាប់គ្នាហើយនៅចំពីមុខទ្វាររបងផ្ទះផងព្រោះបានឮចាស់និយាយថាមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មៅឆ្លងកាត់នាងខ្ញុំមកនៅយូរក្រៅដែរហើយនៅមិនទាន់ឃើញអីទេប៉ុន្តែចុងភៅក៏ថាឧស្សាហ៍ឃើញញឹកញាប់ណាស់ថាដូចជាឃើញមនុស្សដើរជុំវិញផ្ទះនៅពេលយប់ជ្រៅធ្វើឲ្យនាងខ្ញុំមានការសង្ស័យមករហូតមានថ្ងៃមួយមិត្តភក្តិរបស់នាងខ្ញុំបានឈៀងមកលេងនាងខ្ញុំដោយបបួននាងខ្ញុំទៅដើរលេងទៅរកញ៉ាំអីនៅខាងក្រៅនិងតម្រាំត្រឡប់មកវិញឃើញថាយប់ជ្រៅគួរសមនាងខ្ញុំបើកបន្ទប់មួយដែលនៅជាប់នឹងបន្ទប់ទឹកឲ្យមិត្តនាងខ្ញុំសម្រាកគិតថាឲ្យងាយស្រួលចាញ់ចូលបន្ទប់ទឹកយើងនាំគ្នាចូលគេងនៅវេលាប្រហែលម៉ោង11យប់តាមធម្មតានាងខ្ញុំមិនដែលមានរឿងអីកើតឡើងទេប៉ុន្តែហេតុការណ៍ដែលមនុស្សគិតមិនដល់នោះត្រឡប់ជាកើតឡើងជាមួយមិត្តរបស់នាងខ្ញុំទៅវិញមិត្តនាងខ្ញុំនិយាយឲ្យស្ដាប់ថាពេលនាងចូលបន្ទប់ត្រៀមខ្លួននឹងដេកនោះនាងមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងនាងគ្រប់ពេលវេលាក្រោយមកពេលនាងទម្លាក់ខ្លួនគេងនាងក៏ឃើញបុរសម្នាក់ដើរទម្លុះទ្វារចូលមកទាំងភៀនឧបិទជើងឆាងឈឹងនាងភ័យណាស់ប្រញាប់ស្រែកហៅនាងខ្ញុំប៉ុន្តែនាងស្រែកមិនរួចសូម្បីតែគម្រើកខ្លួនក្រោកឡើងក៏ឡើងមិនរួចផងបុរសម្នាក់នោះបានដើរមកនាងនៅក្រែគេងនៅខណៈនោះនាងកំពុងតែដេកផ្ងាបុរសម្នាក់នោះមកអង្គុយក្បែរនាងរួចហើយលួចដៃមកចាប់ក្បាលពោះរបស់នាងព្យាយាមគម្រើកខ្លួនគេចចេញប៉ុន្តែធ្វើមិនបាននាងបានតែទន្ទឹងណាមោនៅក្នុងចិត្តតែអាខ្មោចនោះនៅតែសើចហឺនៅក្នុងដើមកបន្ទាប់មកវាបានលួចដៃចូលទៅក្នុងអាវរបស់នាងព្រមទាំងខ្ញាំក្បាលពោះរបស់នាងយ៉ាងសប្បាយមិត្តរបស់នាងខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅខណៈពេលដែលអាខ្មោចឈួតនឹងតណ្ហាកំពុងតែភ្លើនៅលើក្បាលពោះរបស់នាងនោះនាងបានសម្លឹងមើលទៅរួងរបស់នាងឃើញធំថ្មឹងសម្បូរខ្មៅព្រិចព្រមទាំងស្លៀកក្បិនកចាក់តែមួយគត់អាវក៏អត់ញើសពាក់នាងគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេវាបានអង្អែដើមទ្រូងរបស់នាងឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកល្វែងក្រោមរបស់នាងទៀតនាងសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងទោះទេចេះគ្មានប្រយោជន៍ឡើយព្រោះវាដូចជានាងរុញខ្យល់នាងមិនអាចប៉ះត្រូវរាងកាយរបស់វាឡើយពេលនោះវាបានទម្លាក់ទ្រូងត្រពីលើរាងកាយរបស់នាងណែនស្ទើរដកដង្ហើមមិនចង់រួចចៃដន្យនាងបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងយកជើងធាក់ចិញ្ចាំងខ្លាំងពេញទំហឹងពេលនោះម៉ោងប្រហែល12 អាធ្រាត្រនាងខ្ញុំមានអារម្មណ៍ឈឺពោះក៏ចូលទៅក្នុងបន្ទប់ទឹកនាងបានឮសំឡេងនាងធាក់ទោះវាលាន់ក្រាំងនាងខ្ញុំបារម្ភក្រែងនាងមានរឿងអ្វីក៏គាស់ទ្វារបន្ទប់នាងហៅនាងតិចពេលបានឮសំឡេងគាស់ទ្វារអាខ្មោចនោះវាក៏បាត់ខ្លួនទៅពេលនាងបានរួចខ្លួនហើយនាងក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាចរញីរញ័រនិយាយដាច់ប្រាប់រឿងរ៉ាវនេះដល់នាងខ្ញុំនាងប្រាប់នាងខ្ញុំថាតាំងពីកើតមកមិនដែលបានជួបហេតុការណ៍ឈួតបែបនេះទេមិនដឹងជាខ្មោចអំបិលវាក៏អីងាប់ទៅហើយក៏នៅចង់រួមភេទទៀតឲ្យតែមានខ្មោចម៉ាក់នឹង4-10ក្បាលច្បាស់ជាក្រមុំពោះធំអត់ប្តីគ្រប់គ្នាជាមិនខានកាលពីឆ្នាំ1993ពេលនោះទីក្រុងភ្នំពេញនៅមិនទាន់មានភាពអ៊ូអរដោយសពថ្ងៃនេះទេនៅតាមដងវិថីធំគេនៅតែអាចមើលឃើញមិនលប់ឈើត្រជ្រឹងត្រច្រៃលាតសន្ធឹងជាជួរគួរឲ្យរជាក់ចិត្ត
នាងខ្ញុំមានសំណាងបានធ្វើការជាបុគ្គលិកការិយាល័យនៃក្រុមហ៊ុនបារាំងមួយទីស្នាក់ការកណ្ដាលរបស់ក្រុមហ៊ុនគឺជាផ្ទះឈើដ៏ធំមហិមាពីរខ្នងដាច់ដោយឡែកពីគ្នាស្ថិតនៅកណ្ដាលបរិវេណដ៏ធំទូលាយដែលហ៊ុំព័ទ្ធទៅដោយដើមឈើចាស់ចាស់ទ្រុបទ្រុលផ្ដល់នូវម្លប់ត្រជាក់ល្ហឹមគួរឲ្យចង់រស់នៅពេលថ្ងៃត្រង់ខ្យល់បក់រំភើយតាមចន្លោះស្លឹកឈើធ្វើឲ្យអារម្មណ៍ស្រស់ស្រាយគ្មានតរផ្ទះឈើធំមួយត្រូវបានរៀបចំធ្វើជាការិយាល័យធ្វើការនៅជាន់ក្រោមចំណែកជាន់ខាងលើជាកន្លែងសម្រាកដែលមានបន្ទប់ធំៗចំនួន4បន្ទប់ធំជាងគេបង្អស់គឺជាបន្ទប់របស់លោកអនុប្រធានដោយសារបន្ទប់នៅសល់ទំនេរច្រើនលោកអនុប្រធានក៏អនុម័តឲ្យនាងខ្ញុំសម្រាកនៅកន្លែងធ្វើការដែរព្រោះលោកយល់ថាផ្ទះរបស់នាងខ្ញុំនៅឆ្ងាយពីកន្លែងធ្វើការពេកសម្រាប់នាងខ្ញុំវាជាខាងងាយស្រួលនិងសន្សំសំចៃពេលធ្វើដំណើរបានច្រើនរាល់ថ្ងៃសម្រាកផ្ទះនេះតែងតែស្ងាត់ជ្រងំគ្មានសំឡេងសូរសូបព្រោះនៅចាំកន្លែងតែនាងខ្ញុំនិងចុងភៅពីរនាក់ប៉ុណ្ណោះបន្ទប់ពីរទៀតនៅជាប់គ្នាហើយនៅចំពីមុខទ្វាររបងផ្ទះតែម្ដងនាងខ្ញុំតែងឮចុងភៅទាំងពីរនាក់នោះរអ៊ូរទាំប្រាប់គ្នាថាបន្ទប់ទាំងពីរនេះមិនល្អទេព្រោះផ្លូវចេញចូលនោះជាផ្លូវខ្មោចឆ្លងកាត់ពួកគេថែមទាំងនិយាយទៀតថាគេធ្លាប់ឃើញមនុស្សដើរចុះឡើងជុំវិញផ្ទះនៅពេលយប់ជ្រៅជ្រៅញឹកញាប់ណាស់នាងខ្ញុំមកនៅយូរក្រៅដែរហើយក៏នៅមិនទាន់ឃើញអ្វីគួរឲ្យព្រឺឆ្អឹមនៅឡើយដែរតែដោយសារតែចុងភៅទាំងពីរនាក់នោះឧស្សាហ៍និយាយតគ្នាធ្វើឲ្យនាងខ្ញុំមានការសង្ស័យរហូតមកនាងខ្ញុំតែងតែគិតក្នុងចិត្តថាទំនងជាបងប្អូនជីដូនមួយរបស់ម្ចាស់ផ្ទះឬជាអ្នកមើលការខុសត្រូវផ្សេងទៀតដែលដឹងតែប្លែកត្រង់ថាពួកគាត់មិនដែលបង្ហាញទួនពេលថ្ងៃសោះលុះថ្ងៃមួយមិត្តភក្តិជិតស្និទ្ធរបស់នាងខ្ញុំម្នាក់ឈ្មោះសុភាបានឈៀងមកលេងនាងខ្ញុំដល់ក្រុមហ៊ុននាងសប្បាយចិត្តណាស់ពេលបានជួបនាងខ្ញុំហើយបានបបួលនាងខ្ញុំទៅដើរលេងក្រៅក្រុមហ៊ុនរកញ៉ាំអីឆ្ងាញ់ៗយើងបានដើរលេងរហូតដល់យប់ជ្រៅទើបត្រឡប់មកវិញពេលមកដល់ផ្ទះឈើដ៏ធំម៉ោងប្រហែលជា10កន្លះទៅ11យប់ទៅហើយនាងខ្ញុំបានបើកបន្ទប់មួយដែលនៅជាប់នឹងបន្ទប់ទឹកឲ្យសុភាសម្រាកព្រោះគិតថាងាយស្រួលចេញចូលបន្ទប់ទឹកបន្ទាប់ពីលាងសម្អាតខ្លួនរួចយើងក៏នាំគ្នាចូលគេងនាងខ្ញុំនៅបន្ទប់មួយផ្សេងទៀតដែលនៅក្បែរនោះដែរតាមធម្មតានាងខ្ញុំមិនដែលជួបរឿងអ្វីចម្លែកឬគួរឲ្យខ្លាចនោះទេក៏ប៉ុន្តែហេតុការណ៍ដែលនឹកស្មានមិនដល់ត្រឡប់ជាកើតឡើងចំពោះសុភាទៅវិញព្រឹកឡើងនាងខ្ញុំឃើញសុភាមុខស្លេកស្លាំងភ្នែកឡើងក្រហមរាងកាយញ័រតត្រើកដូចជាទើបនឹងឆ្លងកាត់រឿងអ្វីមួយដ៏អាក្រក់បំផុតនាងខ្ញុំមានអារម្មណ៍បារម្ភយ៉ាងខ្លាំងហើយបានសួរនាងពីហេតុការណ៍ដែលបានកើតឡើងពេលយប់មិញសុភាបាននិយាយឲ្យនាងខ្ញុំស្ដាប់ទាំងសំឡេងដាច់ថានាងខ្ញុំចូលបន្ទប់ត្រៀមខ្លួននឹងដេកនោះនាងខ្ញុំមានអារម្មណ៍ថាដូចជាមានមនុស្សមកសម្លឹងមើលនាងខ្ញុំគ្រប់ពេលវេលារោមខ្ញាក់ពេញទួនពេលនោះនាងខ្ញុំព្យាយាមធ្វើចិត្តឲ្យរឹងពឹងគិតថាប្រហែលជាអារម្មណ៍ខ្លួនឯងទេដែលដឹងព្រោះកន្លែងធ្លាប់ឮថាខ្មោចសុភីបាយបន្តទៀតថាក្រោយមកពេលនាងខ្ញុំទម្លាក់ខ្លួនគេងស្រាប់តែនាងខ្ញុំឃើញបុរសម្នាក់ដើរទៅលុះទ្វារចូលទាំងទ្វារនៅបិទជិតឈឹងនាងខ្ញុំភ័យណាស់ព្យាយាមស្រែកហៅនាងតែនាងខ្ញុំស្រែកមិនរួចសូម្បីតែគម្រើកខ្លួនក្រោកឡើងក៏ឡើងមិនរួចផងវាដូចជាមានអ្វីមកសង្កត់ខ្ញុំឲ្យជាប់នឹងគ្រែបុរសម្នាក់នោះបានដើរមកជិតនាងខ្ញុំនៅគ្រែគេងនៅខណៈពេលនោះនាងខ្ញុំកំពុងតែដេកផ្ងាបុរសម្នាក់នោះបានមកអង្គុយក្បែរនាងខ្ញុំរួចហើយលូកដៃមកចាប់ក្បាលពោះរបស់នាងខ្ញុំបានរៀបរាប់ទាំងទឹកភ្នែកហូររលីងរឡងនាងខ្ញុំព្យាយាមកម្រើកខ្លួនគេចិនតែធ្វើមិនបាននាងខ្ញុំបានត្រឹមតែទំទិញធម៌នមោខំចិត្ត
តែអាខ្មោចណោនៅតែសើយហ៊ឺនៅក្នុងដើមកសំឡេងរបស់វាគួរឲ្យព្រឺសម្បុរណាស់បន្ទាប់មកវាបានលូកដៃចូលទៅក្នុងអាវរបស់នាងខ្ញុំព្រមទាំងខ្ញុំក្បាលពោះរបស់នាងខ្ញុំយ៉ាងសប្បាយនាងខ្ញុំបានត្រឹមតែយំខ្លាចក៏ខ្លាចភ័យក៏ភ័យនៅខណៈពេលដែលអាខ្មោចឈួតនឹងតណ្ហានោះកំពុងតែភ្លើតភ្លើននៅត្រង់ក្បាលពោះរបស់នាងខ្ញុំនោះនាងខ្ញុំបានសម្លឹងមើលទៅខ្លួនរបស់វាឃើញធំធ្មឹងសម្បល់ខ្មៅព្រីកព្រមទាំងស្លៀកកាប៊ីនកញ្ចាក់តែមួយគត់អាវក៏អត់មានព្រាកទៀតវាដូចជាមនុស្សខ្វាក់សម្លៀកបំពាក់ឯហ្នឹងខ្ញុំគិតក្នុងចិត្តថាមិនដឹងធ្វើយ៉ាងម៉េចល្អទេខ្ញុំភ័យរហូតដល់លែងដឹងថាគួរធ្វើអ្វីហើយទឹកមុខរបស់សុភាប្រែជាស្វិតស្រពោនជាងមុននៅពេលនាងមិនតក់រៀបរាប់ថាវាបានអង្អែលដើមទ្រូងរបស់នាងខ្ញុំឡើងពេញចិត្តទៅហើយមិនត្រឹមតែប៉ុណ្ណោះវាបានរំកិលដៃរបស់វាចុះមកល្វែងក្រោមរបស់នាងខ្ញុំទៀតនៅពេលនោះនាងខ្ញុំសម្រេចចិត្តលើកដៃច្រានទ្រូងរបស់វាយ៉ាងខ្លាំងតែទុំទេចាយគ្មានប្រយោជន៍ឡើយព្រោះវាដូចជានាងខ្ញុំរុនខ្យល់អ៊ីចឹងនាងខ្ញុំមិនអាចបាក់ត្រូវរាងកាយរបស់វាឡើយនៅពេលនោះវាបានទម្លាក់ខ្លួនទ្រក់ពីលើរាងកាយរបស់នាងខ្ញុំណែនទ្រូងស្ទើរតែដកដង្ហើមមិនចង់រួតវាដូចជាកំពុងតែសង្កត់ឲ្យខ្ញុំងាប់យ៉ាងរស់អញ្ចឹងសំឡេងដកដង្ហើមរបស់វារំដំនៅក្បែរត្រចៀកខ្ញុំគិតថាខ្ញុំនឹងត្រូវស្លាប់ក្នុងកម្ដាប់ដៃរបស់ខ្មោចតណ្ហាមួយនេះហើយសុភាបានស្រែកទាំងសំឡេងក្រឡូខ្លះថាចៃដន្យនាងខ្ញុំបានឮសំឡេងមនុស្សចូលបន្ទប់ទឹកនាងខ្ញុំប្រមូលកម្លាំងទាំងអស់ដែលមានយកជើងធាក់ជញ្ជាំងខ្លាំងពេញទំហឹងក្រាំងខ្ញុំសង្ឃឹមថាអ្នកដែលនៅបន្ទប់ទឹកនោះអាចនឹងឮខ្ញុំអញ្ចឹងនាងខ្ញុំបានស្ដាប់រឿងរ៉ាវរបស់សុភាទាំងព្រឺជ្រឿនខ្ញាក់ពេលនោះខ្ញុំក៏ទើបនឹងនឹកឃើញរឿងហេតុដែលបានកើតឡើងកាលពីយប់មិញនៅវេលាម៉ោងប្រហែលជា12អាទិត្យនាងខ្ញុំមានអារម្មណ៍ឈឺពោះយ៉ាងខ្លាំងក៏ចូលទៅក្នុងបន្ទប់ទឹកពេលនោះនាងខ្ញុំបានឮសំឡេងសុភាធាក់ជញ្ជាំងក្រាំងពីរនាក់នាងខ្ញុំអារម្មណ៍ក្រែងសុភាមានរឿងអ្វីក៏កោះទ្វារបន្ទប់នាងខ្ញុំហៅសុភាតិចសុភាបានថាពេលនាងខ្ញុំបានឮសំឡេងកោះទ្វារអាខ្មោចណោវាដូចជាត្រូវគេចាក់ទឹកដាក់រត់បាត់ខ្លួនទៅបាត់ភ្លាមហាក់ដូចជាមិនដែលកើតមានអ្វីសោះពេលរួចខ្លួនហើយសុភាក៏ស្ទុះមកបើកទ្វារយ៉ាងប្រញាប់នាងខ្លាយរញីរញ័រនិយាយដាច់ប្រាប់រឿងរ៉ាវនេះដល់នាងខ្ញុំនាងប្រាប់នាងខ្ញុំថាតាំងពីកើតមកមិនដែលបានជួបហេតុការណ៍ឆ្កួតបែបនេះទេមិនដឹងជាខ្មោចអំបុលអីក៏អីងាប់ទៅហើយនៅតែចង់រួមភេទទៀតឲ្យតែមានខ្មោចម៉ាកនឹង4-10ក្បាលច្បាស់ជាក្រមុំពោះធំអត់ប្តីគ្រប់គ្នាជាមិនខាននាងខ្ញុំបានស្ដាប់សុភារៀបរាប់ហើយក៏ដឹងថាអ្វីដែលចុងភៅទាំងពីរអ្នកនោះនិយាយគឺជារឿងពិតខ្ញុំគិតថាប្រហែលជាមានខ្មោចតណ្ហាមួយនេះនៅឡងបន្លាចមនុស្សដែលមកស្នាក់នៅបន្ទប់ទាំងពីរនោះចាប់តាំងពីថ្ងៃនោះមកនាងខ្ញុំក៏លែងហ៊ានស្នាក់នៅបន្ទប់ក្បែរបន្ទប់ទឹកទៀតហើយទោះបីជាសុភាបានត្រឡប់ទៅផ្ទះរបស់នាងវិញក៏ដោយរីឯសុភាវិញនាងបានស្បត់ថាមិនហ៊ានមកលេងនាងខ្ញុំដល់កន្លែងធ្វើការទៀតឡើយរឿងហេតុនេះបានបន្សល់ទុកនៅការភ័យខ្លាចយ៉ាងជ្រៅក្នុងចិត្តរបស់នាងខ្ញុំរហូតមកដល់សពថ្ងៃផ្ទះឈើដ៏ស្រស់ស្ងាត់នោះបានคล้ายទៅជាផ្ទះខ្មោចតណ្ហាដែលមិនមាននរណាម្នាក់ហ៊ានចូលទៅក្បែរនៅពេលយប់ឡើយ